តានឹងមានអ្វីកើតឡើងប្រសិនបើមិនមានទ្វីបអាស៊ីសូមស្រមៃមាវមហាសមុទ្រដ៏ធំដែលពេញទៅដោយរលកនៅកន្លែងដែនអាស៊ីធ្លាប់មានគ្មានរុស្ស៊ីគ្មានចិនគ្មានឥណ្ឌាមានតែទឹកសមុទ្រហែលឆ្ងាយដល់កែមពិភពលោកប្រវត្តិសាស្ត្រពិភពលោកនឹងคล้ายជារឿងមិនអាចស្គាល់បានគ្មានអាស៊ីមានន័យថាគ្មានជំជាំងចិនដ៏អស្ចារ្យគ្មានសាមូរ៉ាយហើយគ្មានអរិយធម៌បុរាណដូចជាមេសូប៉ូតាមៀឥណ្ឌាឬចិនទៀតសាសនាពុទ្ធសាសនាហិណ្ឌូនិងទស្សនៈជាច្រើនដែលបានប៉ះពាល់ដល់គំនិតមនុស្សនឹងមិនដែលមានឡើយហើយនេះជារឿងធំមួយទៀតបើគ្មានអាស៊ីក៏មានន័យថាអនាគតគ្មានអាហារដែលយើងស្រឡាញ់ដូចជាអេនីមេអង្គរតែនិងគ្រឿងទេសទៀតគ្មានស៊ូស៊ីគ្មានការីគ្មានមីគ្មានបច្ចេកវិទ្យាខ្ពស់ពីជប៉ុននិងកូរ៉េទេហើយកីឡាប្រយុទ្ធក៏នឹងមិនកើតមានឡើយ